នេះយើងដើរតាមផ្លូវមួយក្រោយអូតាយើងទៅជាងហើយព្រលឹមឡើយមានគេមកបោះសម្រាមតែផ្លូវនេះជាស្ងាត់ងំហើយមិនស្ងាត់ងំមកតែវាជាល្អមានដើមឈើដើមសងខាងផ្លូវចឹងទៅទីមានកន្លែងឲ្យយើងអង្គុយលេងអង្គុយអីស្អាតអូខេបងប្អូនវាគេរៀបចំអានេះនៅក្រោយប្រហែលជាអាផាតមិនពួកគេនៅមានស្រួលហាកអាវស្អាតអីនៅក្រោយផ្ទះគេហើយនៅក្រោយហ្នឹងគេមានកន្លែងឲ្យអង្គុយគេអង្គុយឲ្យផ្លូវស្អាតអូខេតែគឺធំសងខាងផ្លូវផ្លូវគេផ្លែឈើបងប្អូនដល់សចិនបងប្អូននៅចាំមើលតាមផ្លូវគេឲ្យយើងដើរហ្នឹងសាយវ៉កនឹងឲ្យសាយវ៉កផ្លូវយើងដើរនេះគឺផ្លូវសម្រាប់អ្នកពីការភ្នែកអត់មានទួលកន្លែងជ្រលក់សាច់អីហូបអាជូរខ្វៃសាច់ជ្រូកខ្វៃពគាគឺកងអីបងប្អូនមកតាមផ្លូវសម្រាប់យើងអត់មានកន្លែងអង្គុយទេបាទយើង order ឲ្យយកចេញនៅកន្លែងលក់នំមានពគាអីមកឲ្យនំបឆាយអីមើលកន្លែងនេះដាច់បងប្អូនមើលតំងជួដូចនំអីឆាខ្វៃគេនំបឆាយនំអីមិនដឹងហើយមកកាន់នឹងទឹកមកពួកផ្លែឈើផ្លែអីហើយតាមផ្លូវហ្នឹងបងប្អូនដូចថាកន្លែងផ្លូវដើរស្បែកយើងទៅធំគឺស្រួលឲ្យយើងដើរអត់ទៅទៀតទេនេះកន្លែងលក់ផ្លែឈើមួយទៀតដែរផ្សារគេលក់ផ្លែឈើបងប្អូនធំមកគេដែរ你们店来说厉害呢吗？កន្លែងគេលក់ដូចនំឆាយនំអីមិនដឹងនំជៀននំអីចឹងបងប្អូនកន្លែងគេទូតាទីម៉ែតែកន្លែងគេលក់ដូរបងប្អូនមានកន្លែងអង្គុយញ៉ាំមានកន្លែង order សម្រាប់ចេញទៅក្រៅមកប្រហែលជា9 ផឹកហើយមនុស្សម្រៀបមកឲ្យណែនដើរតាមផ្លូវហ្នឹងសប្បាយបើគេដែរបងប្អូនក៏ផ្លូវគេត្រជាក់ស្រួលបងប្អូនគេមានដើមឈើដើមសងខាងទៅផ្លូវមួយលុបដើរមកមនុស្សម្រៀបមកអ៊ូអហើយហ្នឹងទៅកន្លែងលក់ដូរគ្រឿងញ៉ាំផ្លែឈើគ្រប់បែបយ៉ាងនេះបងប្អូនដូចបញ្ជាក់ម្ដងទៀតបងប្អូននេះនៅសៀងខៃនោះបងប្អូននៅកន្លែងលក់ដូចទាខ្វៃហើយជៀនទៅអីមកកណ្ដាលមកកន្លែងលក់ដូចត្រីស្រស់បន្លែផ្លែឈើអីហ្នឹងទៅខ្លះអានេះរបៀបដូច convenience store បើមានលក់ស្រាមានលក់អីទៅនំណែអីតិចតួចទៅហើយនេះវិញ restaurant ដូចអង្គុយញ៉ាំអីហ្នឹងទៅមានកាទៀវអីហ្នឹងមីអីចឹងទៅកាទៀវគឺផ្លូវគេត្រជាក់បងប្អូនដើមឈើរំលឹកសងខាងហើយខាងនោះមិនដូចរៀបរាប់អញ្ចឹងមានកន្លែងលក់ដូរសពគ្រប់ restaurant អង្គុយញ៉ាំទៅកន្លែង order សម្រាប់ take out កន្លែងលក់ផ្លែឈើមានត្រីមានអីតាមផ្លូវគេបងប្អូនផ្លូវគេស្អាតបោះអីលំឡើងទៅមានអ្នកគេមកបោះសម្រាប់ឲ្យស្អាតទៅអានេះផ្លូវនេះដូចខ្ញុំខាងនោះមិនដែរដូចគ្នាអានេះផ្លូវសម្រាប់អ្នកពិការភ្នែកដើរនេះគេមានឆ្នោតទួលចឹងឲ្យអ្នកពិការស្រួលដើរអ្នកពិការភ្នែកសាលានេះហ្នឹងបងប្អូននេះនៅផ្លូវធំបងប្អូនផ្លូវកុំស្ពានគេផ្លូវកុំស្ពានគេអាដើមឈើវាឡើងតាមកសស្ពានហើយឡើងទៅដល់ស្ពានទៀតជាក់ស្រួលបងប្អូនដូចថានៅក្រោមស្ពានហ្នឹងយើងអាចអង្គុយលេងអីគេមានដើមសួនច្បារសួនអីឲ្យយើងនៅអង្គុយបានហើយដើមឈើមើលនេះឡានបឺសវាឆ្លងកាត់បើដើមឈើវាឡើងទៅបាតស្ពានហ្នឹងវាតោងជាប់ហ្នឹងទៅដំបងគេដើមឈើគេដាក់
តាមបងឃីវសម្ងាត់ស្អាតដល់បៃតងសម្ងាត់គឺផ្កាគេដាំតាមក្រោមស្ពានរីឈ្គូស្គាយនេះសាលាកូនស្រីខ្ញុំរៀន College of Lifelong Education Fudan University ហើយនៅជាប់សាលាហ្នឹងបងនៅក្បែរគ្នាហ្នឹងអូតែលគេនេះបងប្អូននេះអូតែលខ្ញុំស្នាក់នៅឡើងទៅជាន់ទី12បងប្អូនអាហ្នឹងដុំសម្រាប់ខាងក្រោយបងប្អូនដុំសម្រាប់ពួកកូនសិស្សរៀនអានេះកន្លែងអ្នកមកស្នាក់នៅពោះប្រហែល10ជាន់ហ្នឹងហើយនៅពីក្រោយទៅប្រហែលជា200-300 ម៉ែត្រអាហ្នឹងកន្លែងដុំសម្រាប់កូនសិស្សគេមកស្នាក់នៅថ្ងៃនេះបើកថ្ងៃល្អស្អាតណាស់គឺចែកចាំងហើយនេះនៅពីមុខនេះចំមុខនេះផ្លូវធំទី1នេះដូចថានេះបងប្អូននៅសៀងហៃហ្នឹងបងប្អូននេះនៅក្នុងកន្ទប់ដែលយើងស្នាក់នៅបងប្អូនស្អាតអូខេតើមកជប់ដូចជា$40ក្រែមួយធំហើយមានកន្ទប់មួយទឹកហើយនឹងបង្គន់ប៉ុណ្ណឹងបងប្អូន